អ៊ុយក្រែនវាយប្រហារមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់រុស្ស៊ីខណៈដែលការវាយប្រហារដ៏សាហាវបានវាយប្រហារទីក្រុងគៀវបើតាមការចុះផ្សាយពី CNN នៅថ្ងៃទី14វិច្ឆិកានេះបានឲ្យដឹងថាអ៊ុយក្រែនបានវាយប្រហារស្ថានីយ៍ប្រេងដ៏សំខាន់មួយនៅក្នុងទីក្រុងកំពង់ផែ Novorossiysk របស់រុស្ស៊ីពេញមួយយប់ដែលបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងបង្កឲ្យមានអគ្គិភ័យខណៈដែលការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីបានវាយប្រហារទីក្រុងគៀវពេញមួយយប់ឃ្លាំងប្រេងដែលជាកន្លែងនាំចេញប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ីត្រូវបានកងកម្លាំងអ៊ុយក្រែនកំណត់គោលដៅក្នុងការវាយប្រហារមួយដែលទទួលស្គាល់ដោយមន្ត្រីមកពីប្រទេសទាំងពីរដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់ទីក្រុងគៀវក្នុងការកំណត់គោលដៅប្រភពចំណូលសង្គ្រាមដ៏សំខាន់សម្រាប់រុស្ស៊ីអគ្គសេនាធិការអ៊ុយក្រែនបាននិយាយថាការខូចខាតត្រូវបានបង្កឡើងចំពោះហេដ្ឋារចនាសម្ព័ន្ធដ៏មានតម្លៃនៅកំពង់ផែនិងស្ថានីយ៍ប្រេងក៏ដូចជាឧបករណ៍បាញ់មីស៊ីលពីប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ីអគ្គសេនាធិការបាននិយាយកាលពីម្សិលមិញថាអាវុធអ៊ុយក្រែនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើទីក្រុង Novorossiysk រួមទាំងមីស៊ីល Neptune រយៈចម្ងាយឆ្ងាយនិងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រភេទផ្សេងៗជាច្រើនមុននេះប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាអ៊ុយក្រែនបានបាញ់មីស៊ីល Neptune រយៈចម្ងាយឆ្ងាយដែលផលិតក្នុងស្រុកទៅកាន់គោលដៅរបស់រុស្ស៊ីដោយមិនបានបញ្ជាក់ថានៅទីណានោះទេនេះគឺជាការឆ្លើយតបដ៏សមហេតុផលទាំងស្រុងរបស់យើងចំពោះភេរវកម្មរុស្ស៊ីដែលកំពុងបន្តលោក Zelensky បាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Oleksandr Syrský អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅសប្តាហ៍នេះថាអ៊ុយក្រែនកំពុងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយក្នុងស្រុករួមទាំងមីស៊ីល Neptune និង Flamingo ក៏ដូចជាយន្តហោះគ្មានមនុស្សបើកមុននេះប្រភពមួយនៅក្នុងសេវាសន្តិសុខអ៊ុយក្រែនបាននិយាយថាកងកម្លាំងបានវាយប្រហារមជ្ឈមណ្ឌលនាំចេញប្រេងធំទី2នៅក្នុងប្រទេសរុស្ស៊ីដោយបានបំផ្លាញនាវាដឹកប្រេងហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរប្រេងនិងស្ថានីយ៍បូមប្រេងប្រតិបត្តិការនេះបានបង្កឲ្យមានអគ្គិភ័យធំនៅកន្លែងនោះដែលនៅតែឆេះនៅព្រឹកថ្ងៃសុក្រនេះបើយោងតាមប្រភពដែលបានបន្ថែមថាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះក៏ត្រូវបានវាយប្រហារផងដែរអភិបាលរុស្ស៊ីនៃដែនដីក្រាស់ណូដាលោក Veniamin Kondrativ បានបញ្ជាក់ពីការវាយប្រហារលើឃ្លាំងប្រេងនៅ Novorossiysk ដោយអះអាងថាបំណែកនៃយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនដែលត្រូវបានបាញ់ទម្លាក់បានវាយប្រហារឃ្លាំងប្រេងយោងតាមលោក Kondrativ យ៉ាងហោចណាស់មានមនុស្ស4នាក់បានរងរបួសដោយសារតែការវាយប្រហាររបស់អ៊ុយក្រែនទៅលើទីក្រុងកំពង់ផែដោយបន្ថែមថាយ៉ាងហោចណាស់អគារអាផាតមិនចំនួន4និងផ្ទះឯកជន2ត្រូវបានខូចខាតលោកបាននិយាយថាស្ថានភាពអាសន្នត្រូវបានប្រកាសនៅទីនោះជារួមក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនសរុបចំនួន216គ្រឿងពេញមួយយប់ទន្ទឹមនឹងនេះប្រជាជននៅទីក្រុងគៀវបានជួបប្រទះនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីយ៉ាងខ្លាំងមួយយប់ទៀតអាជ្ញាធរមូលដ្ឋានបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីទៅលើរដ្ឋធានីអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់7នាក់និងធ្វើឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួសប៉ូលីសគៀវបាននិយាយថាគូស្វាមីភរិយាមួយគូដែលមានអាយុ71និង73ឆ្នាំស្ថិតក្នុងចំណោមអ្នកស្លាប់មនុស្ស2នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងឆាណូម៉ូនៃសមុទ្រខ្មៅនៅព្រឹកថ្ងៃសុក្រនេះបើយោងតាមប្រធានរដ្ឋបាលយោធាតំបន់អូដេសា